វីដេអូមុនខ្ញុំបានធ្លាក់ដ្រូននៅជើងភ្នំដំរីរមៀលពុកម៉ែបងប្អូនទាំងអស់គ្នាតាមពិតទៅវាមិនមែនមកពីការកង្ហាល់មកពីអីទេគឺខ្ញុំនិយាយខុសមុនហ្នឹងគឺតាមពិតទៅគឺវា error system ម៉ាស៊ីនវាគឺលែងដំណើរការកំពុងតែហោះ return mode បកត្រឡប់ក្រោយមកវិញហ្នឹងគឺម៉ាស៊ីនវាលែងដំណើរការអញ្ចឹងធ្វើឲ្យវាគាំងហើយក៏ធ្លាក់កម្ពស់150ម៉ែត្រហើយវីដេអូទី2នេះគឺខ្ញុំទទួលបាន footage ពីលោកប្អូនចិត្រាដែលគង់នៅវត្តតាពាំងអណ្ដើកដោយសារថ្ងៃហ្នឹងលោកគាត់បាននិមន្តមកលេងមកទស្សនានៅជើងភ្នំដំរីរមៀលរបស់យើងផងដែរខ្ញុំក៏បានផុសវីដេអូទៅលោកក៏បានឃើញថាខ្ញុំបានធ្លាក់ដ្រូនហើយក៏អត់មាន footage នៅខាងលើអញ្ចឹងថ្ងៃនេះគឺបង្ហាញបងប្អូនពី footage ខាងលើថាតើទេសភាពនៅជើងភ្នំដំរីរមៀលយើងគួរមកលេងបានឬនៅអីចឹងណាបងប្អូនដោយបងប្អូនមើលនៅក្នុងវីដេអូនេះអញ្ចឹងគឺអត់ទាន់មានស្មៅឬក៏មានព្រិចខៀវសង្កាត់សម្រាប់បងប្អូនមកលេងទេអញ្ចឹងបងប្អូនមកលេងដូចទេអត់មានទេសភាពសម្រាប់ថតរូបស្អាតទេអញ្ចឹងបងប្អូនកុំតាន់អានមកលេងបងប្អូនអាចមកលេងល្បាក់ខែ7ទៅខែ8ទៅខែ9អីអាហ្នឹងគឺពេញស្អាតហើយបងប្អូនល្បាក់ខែភ្ជុំអីហ្នឹងណាឬក៏មុនខែភ្ជុំល្បាក់ខែ7ខែ8អីហ្នឹងព្រោះដោយសារខ្ញុំទទួលបានព័ត៌មានពីបងប្អូននៅជុំវិញគាត់ថាល្បាក់ខែ7ឬខែ8ខែ9ហ្នឹងគឺចាប់ដើមស្អាតវិញហើយជើងភ្នំដំរីរមៀលអញ្ចឹងបងប្អូនអាចទៅលេងបានយ៉ាងសប្បាយរីករាយតែសូមបងប្អូនកុំភ្លេចខ្លួនឲ្យសោះនៅពេលបងប្អូនទៅលេងហើយសូមមេត្តាកុំចោលសម្រាមផ្ដេសផ្ដាសមេត្តាខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវកុំបោះចោលផ្ដេសផ្ដាសអីអញ្ចឹងទៅបងប្អូនត្រូវចាំថានៅពេលដែលបងប្អូនបោះចោលសម្រាមផ្ដេសផ្ដាសបងប្អូននឹងក្លាយជាមនុស្សសម្រាមឬក៏នឹងក្លាយជាមនុស្សអន់ជាងសម្រាមដោយដែលខ្ញុំបញ្ជាក់ពីវីដេអូមុនអញ្ចឹងសម្រាមគឺវាមានតម្លៃយើងយកលុយទៅទិញប៉ុន្តែមនុស្សយើងនៅពេលអស់តម្លៃគឺនៅពេលដែលយើងបោះសម្រាមដែលយើងគិតថាសម្រាមហ្នឹងអត់តម្លៃហ្នឹងយើងបោះវាចោលផ្ដេសផ្ដាសអាហ្នឹងវាទាញខ្លួនយើងឲ្យទៅជាមនុស្សអត់តម្លៃវិញអញ្ចឹងណាបងប្អូនហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូក្រោយបាយបាយកុំភ្លេចជួយ share និង follow page ម្នាក់មួយផងអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ